អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំសូមឆ្លើយតបទៅអូនម្នាក់ដាក់នៅក្នុង profile Facebook ខ្លួនឯងហ្នឹងដាក់ភ្នំពេញអើយតែមិនព្រមបញ្ចេញឈ្មោះហើយហ៊ានយកមកឲ្យគេឆ្លើយនឹងការកាន់ជើងអានេះគេមិនហៅគ្រប់ត្រូលទេទៅលើគណៈបកសង្គ្រោះជាតិអាពួកងប់ងល់កាន់ជើងទៅលើក្រុមបំផ្លាញជាតិបានន័យថាស្មើនឹងក្បត់ជាតិខ្លួនឯងណាបើយើងអ្វីក៏ដោយអូនឯងនិយាយហ្នឹងឲ្យគេគិតឡើងវិញសាថ្មីហ្នឹងអូនឯងក៏ត្រូវគិតឡើងវិញសាថ្មីអ្វីដែលអូនឯងនិយាយហ្នឹងតើប៉ះពាល់ទៅដល់ជាតិដល់កម្រិតណាហើយប្រទេសជាតិកំពុងតែជួបនៅវិនាសកម្មយ៉ាងម៉េចអ្វីក៏ដោយនៅការបាត់បង់ទឹកដីវិនាសមហន្តរាយប្រជាពលរដ្ឋស្លាប់រាល់ថ្ងៃបងប្អូនចំណាក់ចោលស្រុកបែកបងបែកប្អូនហើយគេធ្វើបាបគេទន្ទ្រានvềបញ្ហាមកលើទឹកដីខ្មែរយើងសូមសួរថាបណ្ដាលមកពីអីបានយើងជួបនៅភាពវិនាសកម្មមហន្តរាយទាំងអស់ហ្នឹងអានឹងហើយដែលរយៈកាលកន្លងមកគេតែងតែពឹងផ្អែកមានភាពជំនឿជឿទៅលើគណៈបកសង្គ្រោះជាតិនឹងអាចទាមទារនឹងយកទឹកដីយើងត្រឡប់មកវិញដើម្បីនៅការគ្រប់គ្រងអំណាចខ្មែរទៅលើការដឹកនាំពីខ្មែរដល់ខ្មែរគ្នាឯងមិនមែននៅក្រោមអំណាចយួននៅការគៀបសង្កត់ពីយួនមកទេនេះចំណុចតែអ្វីដែលបងឯងនិយាយហ្នឹងនៅទស្សនៈនឹងនិយាយដោយតែខ្លួនឯងហ្នឹងធ្វើជាអ្នកចេះដឹងតែអ្វីដែលបងឯងហ្នឹងក៏ជាអ្នករាយការណ៍ឲ្យគណៈបកសង្គ្រោះជាតិតែរយៈកាលកន្លងមកបងឯងមិនដែលហ៊ានមិនចេញឈ្មោះហើយមកអត្ថាធិប្បាយហើយបញ្យល់ប្រាប់ទៅដល់មជ្ឈដ្ឋានជាតិហើយនឹងការតទៅលើពីអ្វីដែលគេនិយាយហ្នឹងហើយបងឯងទៅចោទប្រកាន់ទៅលើគេហ្នឹងឲ្យគេគិតឡើងវិញសាថ្មីអ្វីដែលគិតឡើងវិញសាថ្មីហ្នឹងគឺគំនិតតែបងឯងត្រូវការគិតឡើងវិញសាថ្មីមានប្រើខួរមានប្រើគំនិតមានយល់ពីឧត្តមគតិជាតិដល់កម្រិតណាហើយមកតាំងខ្លួនឯងហ្នឹងហើយជាអ្នកចង់មកធ្វើអត្ថាធិប្បាយនយោបាយហើយមកបញ្យល់ប្រាប់គេថែមទៀតខ្ញុំនឹងបករាល់សម្ដីអ្វីដែលបងឯងដឹងតែខ្យល់អត់ដឹងឡើយនៅការនិយាយស្ដីហ្នឹងវាអាចនឹងប៉ះពាល់ជាតិធ្ងន់ធ្ងរពីបញ្ហាគណៈបកសង្គ្រោះជាតិហ្នឹងចូលទៅធ្វើការនៅក្នុងសភាហើយតែអ្វីដែលបងឯងលើកហ្នឹងដែលមានអំណះអំណាងខ្ញុំនឹងបកស្រាយឲ្យបានលម្អិតនៅរាល់សម្ដីដែលអ្វីដែលបងឯងនិយាយហ្នឹងដល់ថ្ងៃក្រោយកុំឲ្យមកប្រើពាក្យកុំឲ្យដឹងខ្យល់អត់ដឹងឡើយហើយកុំឲ្យយុរសនៈហ្នឹងហើយក៏សូមមេត្តាបើចង់បញ្ចេញស្អីក៏ដោយថ្ងៃក្រោយបង្ហាញឈ្មោះមកបើចង់តាំងខ្លួនក្រិនបើហើយកុំឲ្យធ្វើដូចជាពួកអាកំពូចបិសាចលាក់មុខបិទបាំងអាត្មាដើម្បីយកមកការនិយាយស្ដីបើយើងចង់តាំងខ្លួនជាអ្នកនិយាយពីរឿងនយោបាយបង្ហាញមុខបញ្ជាក់វងតកូលឲ្យគេដឹងមកតែខ្លួនឯងនឹងជាលក្ខណៈបែបណាហើយកុំឲ្យយកអាទស្សនៈនិយាយអត់ដឹងក្បាលដឹងទុយហើយយកមកកាន់ជើងពួកអាដីក្អែកសម្រាប់បោកគឹមសិក្ខាហើយនឹងអាកំពូចបិសាចបោកប្រាស់វិជាជាតិហ្នឹងគឺសំរាំងស៊ីនឹងបន្ថែមទៀតបាទខ្ញុំចាក់ឲ្យបងប្អូនស្ដាប់ដូចតទៅបាទបងប្អូនក្នុងបណ្ដាញ Facebook ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍បន្តិចព្រោះលោកតាមកសំណងដូដែលគាត់ប្រតិកម្មរិះគន់ទៅលើគណៈបកប្រឆាំងគណៈបកសុជាតិពីការចូលសភាតែគាត់បានចោទថាគណៈបកសុជាតិនឹងចូលសភាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអំណាចផ្ទាល់ខ្លួនត្រង់ចំណុចនេះខ្ញុំចង់ស្នើសុំឲ្យលោកតាមកសំណងដូនឹងគាត់គិតសារឡើងវិញអំពីថាចូលទៅដើម្បីផលប្រយោជន៍និងអំណាចផ្ទាល់ខ្លួនយើងដឹងហើយថាគេចូលសភានេះគឺគេចូលជាគណៈបកប្រឆាំងគេមិនមែនចូលទៅជាបង្កើតរដ្ឋាភិបាលចម្រុះដោយគណៈបកសុនសពេចទេអញ្ចឹងវាមានលក្ខណៈខុសគ្នាហើយបើសិនជាយើងគិតដល់ថាតើចូលក្នុងសភានេះបានធ្វើតំណែងអនុប្រធានសភាហ្នឹងគេតើគេអាចរកអ្វីដែលជាផលប្រយោជន៍តខ្លួនវិញវាខុសគ្នាការចូលអំណាចសភានេះវាជាកន្លែងមួយដែលយើងមិនអាចរកលុយបានទេហើយបើសិនជាយើងចង់បើសិនជាគេចង់គិតផលប្រយោជន៍តខ្លួនមិនគឺគេចូលបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងគណៈបកប្រជាជនដូចជាសុនសពេចអញ្ចឹងនៅពេលហ្នឹងគេបានចែកក្រសួងគ្នាកាន់ហើយអញ្ចឹងពេលហ្នឹងគេអាចរកលុយបានហើយអាហ្នឹងបើសិនគេចង់ចូលជាចង់ចូលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហើយក្នុងអំណាចសភានេះយើងនឹងថាអំណាចគណៈផ្ទាល់ខ្លួនមែនទេអំណាចសភានេះគឺថាចូលទៅដើម្បីជួយទប់ស្កាត់កុំឲ្យគណៈបកហ្នឹងប្រជាជនហ្នឹងចេញច្បាប់ចេញអនុម័តច្បាប់អីច្រើនដែលយើងអាចរាំងទប់បានប៉ុន្តែការរាំងទប់នេះមិនមែនថាបាន 100% វាអាច70ទៅ 80% ដែលខុសពីពេលមុនហើយយើងនឹងថាក្នុងនោះការបែងចែកគណៈកម្មការនោះវាមានគណៈកម្មការច្រើននៅក្នុងសភាហ្នឹងគឺបានបែងចែកគ្នាមកបានគណៈបកសង្គ្រោះជាតិបាន5ដែរ5តំណែងដែរ5តំណែងហ្នឹងយើងដឹងថាយើងមានសិទ្ធិក៏ហៅមន្ត្រីដែលធ្វើការមិនល្អឬអីអាចមកសួរនាំបានដូចជាពេលថ្មីលោកកឹមសុខាគាត់បានប្រមានអ្វីដែលអូនឯងបាននិយាយហ្នឹងថាចូលសភាហ្នឹងអត់មានបានគេចោទប្រកាន់ទៅលើអ្វីដែលហៅថាចូលសភាហ្នឹងគឺការពាក់ព័ន្ធគឺផលប្រយោជន៍ខ្លួនឯងតើបងឯងមិនបានបកស្រាយថាមិនមែនជាផលប្រយោជន៍ខ្លួនឯងទេខ្ញុំសួរថាផលប្រយោជន៍បានទៅអ្នកណាដូចជាយើងទៅយល់ពីចំណុចសំខាន់ទៅលើបញ្ហាដែលបងឯងចង់បកស្រាយពីបញ្ហារឿងវិបត្តិសង្គមជាតិដូចជាយើងទៅយកជាតិហ្នឹងដាក់នៅចំពីមុខយើងសូម
សួរថារវាងប្រជាពលរដ្ឋគ្រប់គ្រងគណៈបកសង្គ្រោះជាតិហ្នឹងហេតុអីបានគេមិនអោយយើងចូលសភាពីព្រោះបើសិនជាយើងមានបំណងចូលសភាហើយក្រោយពីថ្ងៃទី28កក្កដាឆ្នាំ2013បើសិនគេប្លន់ភាពជ័យជំនះរបស់ប្រជាពលរដ្ឋដូចជាចំណុចមួយដែលបងឯងទៅយកចំណុចហ្នឹងយកមកវិញញ៉ៃសិនយើងគេមិនអោយយើងចូលសភាយើងសម្ដីក្អែកសម្រេចបោកគឹមសុខាហើយនឹងកម្ពុជាបីសាច់បោកប្រាស់ប្រជាជាតិហ្នឹងវាបានសន្យាជាមួយនឹងប្រជាពលរដ្ឋវាថាវានឹងរងភាពអយុត្តិធម៌ឲ្យប្រជាពលរដ្ឋកន្លែងហ្នឹងបងឯងទៅគិតឲ្យបានច្បាស់លាស់កុំអោយនិយាយអត់ដឹងបាត់ដឹងទុយប្រជាពលរដ្ឋមិនចង់ឲ្យសង្គ្រោះជាតិទៅចូលសភាហ្នឹងមុននឹងគេឲ្យយើងទៅចូលសភាគេឲ្យយើងទៅរលពីតុល្យភាពអំណាចដើម្បីយើងមុននឹងការចូលទៅនិយាយជាមួយក្រុមចៅដូចជាយើងក៏មានអំណាចទៅទល់ជាមួយចៅកន្លែងហ្នឹងហើយប្រជាពលរដ្ឋគេជំរុញមិនឲ្យគណៈបកសង្គ្រោះជាតិហ្នឹងទៅចូលក្នុងសភាគោលបំណងគេហ្នឹងគឺក្នុងបញ្ហាអស់ហ្នឹងហើយយើងចង់បញ្ជាក់មួយទៀតបើសិនជាយល់ទៅតាមទស្សនៈបងឯងតែបងឯងនិយាយថាចូលសភាល្អចុះបើសិនជាបងឯងយល់ថាចូលសភាល្អហើយហេតុអីបានសង្គ្រោះជាតិទៅសន្យាជាមួយនឹងប្រជាពលរដ្ឋហើយបានធ្វើសញ្ញាប្រណិធាននៅខេត្តសៀមរាបថាខ្លួនឯងហ្នឹងនឹងស្មោះស្ម័គ្របម្រើជាតិនឹងការពារបូរណភាពទឹកដីហើយនឹងរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋឥឡូវនេះបែរជាយើងចូលទៅសភាតែយើងបានរកអីជូនប្រជាពលរដ្ឋហើយនៅរងនូវភាពអយុត្តិធម៌តែយើងបានរកឲ្យប្រជាពលរដ្ឋហើយនៅនេះជាចំណុចមួយដែលបងឯងត្រូវដោះស្រាយមុននឹងបងឯងនិយាយឲ្យគេគិតហ្នឹងបងឯងត្រូវប្រើខួរគិតខ្លួនឯងវិញតើខ្លួនឯងហ្នឹងការនិយាយហ្នឹងតើប៉ះពាល់ដល់ជាតិដល់កម្រិតណាអ្វីដែលបោកប្រាស់ដល់ប្រជាជាតិធ្ងន់ធ្ងរដល់កម្រិតណាអាហ្នឹងហើយដែលហៅថាវាជាវិបត្តិដែលយើងចូលទៅសភាបួសសភាវាយើងចូលទៅប្រកបកិច្ចឲ្យពួកហ្នឹងអ្វីដែលពួកហ្នឹងមិនអាចចេញជារដ្ឋាភិបាលបានដរាបណាតែអត់មានគណៈបកជំទាស់បានយើងធ្វើការប្រឆាំងជាមួយពួកវាអ្វីដែលការវាធ្វើច្បាប់អីមួយមិនស្របទៅតាមច្បាប់អន្តរជាតិពីព្រោះក្នុងលទ្ធិប្រជាធិបតេយ្យវាមានគណៈបកជំទាស់គេហៅថា opposition leader ដូច្នេះបើសិនបើអត់មានគណៈបកជំទាស់ទេអ្វីដែលវាធ្វើហ្នឹងបានន័យថាវាមិនស្របទៅតាមច្បាប់វាមិនស្របទៅតាមច្បាប់អន្តរជាតិនេះគឺថាវាចេញហ្នឹងគឺជាច្បាប់ចោលមិនមែនគេហៅច្បាប់ជាតិវាអាចធ្វើបង្រៀនច្បាប់អីបានទាំងអស់ពីព្រោះគណៈបកជំទាស់យើងអត់ចូលរួមអានេះខ្ញុំចង់បញ្ជាក់ប្រាប់អ្វីដែលយើងចង់ជំរុញរយៈកាលកន្លងមកគោលបំណងប្រជាពលរដ្ឋត្រូវការទាមទាររកភាពអយុត្តិធម៌ដែលគេមកប្លន់ភាពជ័យជំនះរបស់ប្រជាពលរដ្ឋនៅថ្ងៃទី28កក្កដាឆ្នាំ2013កន្លែងហ្នឹងហើយដែលជាចំណុចសំខាន់ហើយក៏ជាប្រភពនៃបញ្ហាប្រទេសជាតិយើងដោយសារអីដោយសារប្រជាពលរដ្ឋមើលឃើញពីទង្វើសកម្មភាពរបស់ពួកកម្ពុជាចោលក្បត់ជាតិបីសាច់បងកពើនៅរួមសហការជាមួយនឹងពួករាជានិយមបល័យពូជសាសដោយចូលលើកតា4ឲ្យយួនហែកដីឲ្យចិនហែករ៉ែខ្មែររងគ្រោះដោយសារបីសាច់ស៊ីនោះចំណុចអស់ហ្នឹងអូនឯងតើទៅយល់វិនិច្ឆ័យកម្មដែលយើងនិយាយថា